សួស្តីអ្នកទាំងអស់គ្នាខ្ញុំពន្លកហើយខ្ញុំត្រឡប់មកធ្វើវីដេអូមកវិញតាក់ទងទៅនឹងបរិស្ថានហើយថ្ងៃនេះខ្ញុំសូមលើកយកនៅប្រធានបទឬក៏អត្ថបទសារព័ត៌មានរបស់កាសែត Cambodia Daily ប៉ុន្តែនៅក្នុងសារព័ត៌មានហ្នឹងគឺបានចុះផ្សាយតាំងពីឆ្នាំ1998ដោយសារតាខ្ញុំមើលឃើញថាអត្ថបទហ្នឹងសំខាន់ខ្ញុំក៏លើកយកមកនិយាយទោះបីជាឥឡូវហ្នឹងវាកន្លងហួសរយៈពេលជាច្រើនឆ្នាំក្តីបានហើយដោយសារតែខាង World Bank ហ្នឹងបានផ្ដល់ថវិកាទៅដល់អ្នកស្រាវជ្រាវក្នុងស្ថាប័នចំនួន4ផ្សេងគ្នាឲ្យសិក្សាអំពីព្រៃឈើនៅក្នុងប្រទេសកម្ពុជាបាទនៅក្នុងរបាយការណ៍មួយក្នុងចំណោមរបាយការណ៍ទាំង4ហ្នឹងបានរកឃើញថាព្រៃឈើនៅក្នុងប្រទេសកម្ពុជាត្រូវបានកាប់បំផ្លាញចំនួន4លានម៉ែត្រគូបក្នុងរយៈពេលតែមួយឆ្នាំហើយគឺរយៈពេលពីឆ្នាំ1996ដល់ឆ្នាំ1997បាទហើយនៅក្នុងការរកឃើញនឹងដែរថាចំនួន95%នៃការបាត់បង់ព្រៃឈើចំនួន4លានម៉ែត្រគូបហ្នឹងគឺជាការកាប់បំផ្លាញព្រៃឈើដែលខុសច្បាប់នៅក្នុងការរកឃើញហ្នឹងខាងអ្នកស្រាវជ្រាវហ្នឹងគេផ្អែកទៅលើទិន្នន័យខាងដោយសារតែមាន satellite ដែលគេមើលពីលើអាកាសហ្នឹងគេមើលហើយគេបានគណនាទៅទៅនឹងគម្របព្រៃឈើដែលបានបាត់បង់ហ្នឹងបាទសម្រាប់វីដេអូនេះគឺមានខ្លីតែប៉ុណ្ណឹងដូច្នេះបើសិនជាបងប្អូនចង់ទៅអានអត្ថបទពេញខ្ញុំនឹងដាក់ភ្ជាប់ទៅនឹង link នៅខាងក្រោម